ទះដែលមានហុងស៊ុយអវិជ្ជមានធម្មពលឈីខ្សោយឬជាប់គាំងហុងស៊ុយបែបនេះបណ្ដាលឲ្យអ្នករស់នៅជាប់គាំងផ្នែកហិរញ្ញវត្ថុឱកាសល្អនិងមានអារម្មណ៍អាប់អួរជាញឹកញាប់តើផ្ទះដែលមានហុងស៊ុយអវិជ្ជមានបែបនេះមានលក្ខណៈបែបណាខ្លះបាទខ្ញុំសូមឲ្យលោកស្រីបងប្អូនកូនចៅនិងសិស្សគុណទាំងអស់ចងចាំរឿងទាំងអស់នេះដើម្បីយកទៅប្រតិបត្តិទាំងអស់គ្នាទី1គឺបាទមុខផ្ទះដែលមានចម្ងាយពី5ម៉ែត្រ10ម៉ែត្ររហូតដល់40ម៉ែត្រហ្នឹងបាទរងសម្ពាធសាឈីគឺរងសម្ពាធធម្មពលអវិជ្ជមានទី2ទីធ្លាមុខផ្ទះបាទមិនមែនជាទីធ្លាប្រមូលធម្មពលបាទមិនមែនជាទីធ្លាមិញខាងណាបាទពាក្យបច្ចេកទេហៅអញ្ចឹងគឺជាទីធ្លាដែលមិនប្រមូលធម្មពលម្ល៉េះហើយធ្វើឲ្យមានបញ្ហាទី3គឺហៅជាងបាទហៅជាងខាងមុខផ្ទះហ្នឹងណាជាហៅជាងដែលមានរូបរាងជាអក្សរ A ឈបាទហៅជាងបែបនេះគឺវាមិនបណ្ដាលឲ្យទឹកភ្លៀងហូរធ្លាក់មកមុខបានណាបាទវាអត់មានបង្កើនលាភសំណាងវាបែរទៅជាបង្កើនគ្រោះទៅវិញទី4បាទចិណ្ដើមមុខផ្ទះបាទចិណ្ដើមមុខផ្ទះវាអត់សមប្រកបវាមិនមែនជាចិណ្ដើមមង្គលវាមិនមែនជាចិណ្ដើមដែលធ្វើឲ្យឈីដែលធ្វើឲ្យធម្មពលធ្វើដំណើរបានល្អបាទទី5រាងរើផ្ទះមិនមែនជារាងចាក់តកោនកែងបាទជាពិសេសអាខាងក្រោយផ្ទះហ្នឹងបាទអាខាងក្រោយផ្ទះហ្នឹងបាទជ្រុងទាំងពីរនៃក្រោយផ្ទះហ្នឹងវាអត់មានមុំកែងបាទទី6ទីទ្វារមុខផ្ទះទ្វារមុខផ្ទះហ្នឹងវាមិនមែនជាទ្វារដែលស្រូបទាញដែលស្រូបទាញធម្មពលចូលវាបែរទៅជាទ្វារបាទទ្វារបណ្ដេញទ្វារច្រានធម្មពលទៅវិញទី7បន្ទប់គេងបាទបន្ទប់គេងដែលមានលក្ខណៈមិនមែនជាបន្ទប់គេងដែលមានសុវត្ថិភាពជាបន្ទប់គេងដែលមានលក្ខណៈកៅសាឈីវាមានធម្មពលអវិជ្ជមាននៅក្នុងហ្នឹង8ផ្លូវដើរចូលក្នុងផ្ទះវាស្ថិតជាគេហៅខ្សែបន្ទាត់ត្រង់ដែលមានចម្ងាយលើសពី8ម៉ែត្រទី9បាទផ្ទះដែលមានលក្ខណៈបែកទ្រូងបាទគឺផ្លូវចំកណ្ដាលហើយបន្ទប់សងខាងបែបនេះក៏មិនមែនជាផ្ទះដែលមានធម្មពលល្អសម្រាប់អ្នករស់នៅផងដែរទី10បាទទ្វារមុខផ្ទះហើយទ្វារក្រោយផ្ទះហ្នឹងវាស្ថិតនៅក្នុងខ្សែបន្ទាត់ត្រង់មានន័យថាទ្វារក្រោយហើយនិងទ្វារមុខហ្នឹងបាទវាចំគ្នាទី12ពិដានបាទជាពិសេសគឺពិដានបន្ទប់គេងដែលមានកម្ពស់ក្រោមស្តង់ដារបាទគឺវាទាបជាង2ម៉ែត្រ8តឹកបាទវាធ្វើឲ្យអារម្មណ៍ធុញថប់ទី13សណ្ដាប់ខ្ទប់ក្នុងផ្ទះបាទក្នុងផ្ទះដែលមានលក្ខណៈវិបត្តិអ្នកមានហ្នឹងវាមានភាពច្បុកច្បល់បាទរញ៉េរញ៉ៃបាទមិនធ្វើឲ្យរាសីឡើងខ្ពស់ឡើយទី14បាទផ្លូវដើរក្នុងផ្ទះហ្នឹងបាទវាចង្អៀតឬក៏វាតូចពេកឬក៏វាមានភាពរញ៉េរញ៉ៃបាទដែលធ្វើឲ្យធម្មពលបាទមានលំហូរមិនល្អទី15បាទផ្ទះបាទដែលខ្វះពន្លឺហើយនឹងខ្យល់ធម្មជាតិព្រោះពន្លឺហើយនឹងខ្យល់ធម្មជាតិហ្នឹងសំខាន់ណាស់ដល់ផ្ទះវាខ្វះពន្លឺនិងខ្យល់នឹងធម្មជាតិហ្នឹងបាទគេហៅលើសយីនណាបាទលើសយីនហ្នឹងនាំឲ្យមានវិបត្តិបាទច្រើនណាស់ទី16ផ្ទះដែលអត់មានទ្វារក្រោយហ្នឹងបាទផ្ទះដែលអត់ទ្វារក្រោយហ្នឹងក៏មិនល្អដែរវាជាផ្ទះដែលអត់មានកន្លែងបញ្ចេញគេហៅអត់មានកន្លែងបញ្ចេញខ្យល់ពុលនិងអា gas carbonic អីជាដើមបាទទី17ដែលពិសេសខ្លាំងមែនទែនបាទផ្ទះដែលអត់មានថង់លុយឬក៏គេហៅរាសីថង់លុយវាខុសបាទនឹងក៏ធ្វើឲ្យមានវិបត្តិខាងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុធ្ងន់ធ្ងរណាស់ដែរបើលោកស្រីនៅមានចម្ងល់ឬក៏ចង់តាក់ទងមកលោកគ្រូ
សូមខមមិនចូលមកឬក៏តាក់ទងតាមលេខទូរស័ព្ទខាងលើ